កត្តាសំខាន់ៗដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងនិងប្រាក់ចំណេញរបស់កសិករការផលិតកសិផលដើម្បីលក់ឲ្យបានប្រាក់ចំណេញនិងប្រកួតប្រជែងបានល្អនៅលើទីផ្សារអាស្រ័យលើកត្តាសំខាន់ចំនួន4ចំណុចដូចខាងក្រោមចំណុចទី1ថ្លៃដើមការគ្រប់គ្រងថ្លៃដើមឲ្យមានប្រសិទ្ធភាពជួយឲ្យកសិកររក្សាបានប្រាក់ចំណេញកាន់តែច្រើនចំណុចទី2គុណភាពកសិផលកសិករដែលផលិតផលិតផលមានគុណភាពល្អអាចទទួលបានទំនុកចិត្តពីអ្នកទិញនិងលក់បានតម្លៃខ្ពស់ជាងមុនចំណុចទី3បរិមាណនិងភាពទៀងទាត់នៃការផ្គត់ផ្គង់ការផ្គត់ផ្គង់ទៀងទាត់និងមានបរិមាណគ្រប់គ្រាន់ជួយឲ្យអ្នកទិញទុកចិត្តនិងរក្សាទំនាក់ទំនងជានិរន្តរ៍ចំណុចទី4តម្លៃកសិផលតម្លៃអាចផ្លាស់ប្ដូរតាមតម្រូវការទីផ្សារក៏ប៉ុន្តែការគ្រប់គ្រងឲ្យបានល្អនៅលើកត្តាទី1ទី2និងទី3នឹងជួយឲ្យកសិករមានអំណាចចរចាតម្លៃបានល្អជាងមុនចំណុចទី1ទី2និងទី3ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កសិករនិងជាចំណុចសំខាន់ដែលយើងណែនាំដល់មន្ត្រីកសិកម្មឃុំយកចិត្តទុកដាក់ជួយគ្រប់គ្រងដល់កសិករការគ្រប់គ្រងការសហការគ្នាល្អរវាងកសិករនិងកសិករដូចជាក្រុមកញ្ចប់សេវាកម្មរួមស្រែល្អនៅសហគមន៍កសិកម្មទំនើបនឹងជួយឲ្យយើងគ្រប់គ្រងចំណុចទាំងនេះបានប្រសើរឡើងហើយនាំឲ្យយើងមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារបានកាន់តែខ្លាំងនោះកសិករនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន